គេឲ្យ x បូក1ស្មើ y ដក2ទៅលើ3ចូលគណនា 3x ដក y ចាអញ្ចឹងលំហាត់នេះចាយើងអាចធ្វើការគណនាវាដោយយើងប្រើអ្វីដែលគេឲ្យនេះយើងធ្វើការបោះនេះបោះ3ទៅអង្គទី1ទៅពេលហ្នឹងវាជាប់ប្រកាសជាពេលដែលយើងបោះទៅវាទៅជា3គុណជាមួយនឹង x បូក1ហើយវាប្រកាសជាជាប់ទៅជាមួយនឹង 3x អញ្ចឹងវាជាប់ទៅជាមួយនេះចាយើងអាចរកតម្លៃវាបានចាអញ្ចឹងយើងមើលដោយ x បូក1ស្មើ y ដក2នៅលើ3ខ្ញុំបោះ3មកទៅជា3កតា x បូក1ស្មើ y ដក2thìយើងគុណពលារីមកទៅជា 3x ចា3គុណនឹង x បាន 3x 3គុណនឹង1បាន3អញ្ចឹងស្មើជាមួយនឹង y ដក2បន្ទាប់មកយើងបោះ y មកអង្គទី1មកទៅជា 3x ដក y ស្មើនឹងដក2 3បូកបោះមកជាដកអញ្ចឹងទៅជា 3x ដក y ស្មើនឹងដក5ចាអញ្ចឹងលំហាត់របស់យើងមានប៉ុណ្ណឹង